គីឡូព្រឹកនេះខ្ញុំថ្លឹងទៅប្រៀបធៀបមួយម្សិលមិញគឺខ្ញុំស្រកបាន0.30ហើយបើគិតពីថ្ងៃដែលខ្ញុំចូលមកវិញហ្នឹងគឺខ្ញុំ65 20ឥឡូវខ្ញុំនៅសល់ប៉ុណ្នេះគឺខ្ញុំស្រកបាន2គីឡូ1អាចថារៀងលឿនដែរ4ថ្ងៃយើងស្រកបាន2គីឡូ1ហើយខ្ញុំនៅបន្តសកម្មភាពខ្ញុំដែរទេបងដែលគាត់តាមដានវីដេអូខ្ញុំក៏ដឹងថាសកម្មភាពខ្ញុំមានតែការផឹកកាហ្វេញ៉ាំអាហារគោថ្ងៃត្រង់ហើយនឹងញ៉ាំផ្លែឈើតិចតួចបូកនឹងការហាត់ប្រាណបន្ថែមហើយញ៉ាំទឹកឲ្យបានគ្រប់គ្រាន់នេះចឹងទៅហើយមានបងគាត់ស្គាល់ខ្ញុំគាត់នៅខាងក្រៅគាត់ថាខ្ញុំទូចទៅនឹងបានហើយដោយសារតែខ្ញុំខ្ពស់ហងខ្ញុំ1.73អីដែរអញ្ចឹងវាអាចថាខ្ញុំខ្ពស់ហើយគីឡូខ្ញុំប៉ុណ្ណឹងគាត់ថាមុំអីតែខ្ញុំថាអត់ទេខ្ញុំត្រូវស្រកឲ្យបានជាងនឹងខ្ញុំអត់អាចបដោយខ្លួនឯងដូចការមុនបានទេហើយក៏អត់អាចគិតថាអូញ៉ាំមួយថ្ងៃនេះទៀតចាំស្អែកគឺអត់បានទេខ្ញុំអត់ចង់វិលទៅរកសភាពដើមរបស់ខ្ញុំដែលខ្ញុំដាក់ឲ្យបងមើលបានណាបងអាចមើលបានខ្ញុំអត់អាចខ្ញុំមិនបាច់និយាយអីទេគឺវាធាត់ខ្លាំងហ្មងហើយខ្ញុំបាទនិយាយមកអញមើលនៅក្នុងរូបភាពនឹងបានចាំខ្ញុំថាខ្ញុំអាចវិលទៅរកពីមុនបានទៀតទេហើយនេះដូចខ្ញុំប្រៀបធៀបមួយបងខ្ញុំចឹងមុខគាត់ពីរស្មើនឹងមុខខ្ញុំមួយអញនឹងថា2ជាង7ហៅមិនស្មើមុខខ្ញុំមួយបើនេះគ្រាន់ថតទៅវារៀងទុយតែបើតាមជាក់ស្ដែងគឺមែនហើយនេះគឺជារៀងខ្ញុំឥឡូវខ្ញុំរៀងខ្ញុំអត់ fit ទេចាំខ្ញុំទៅហាត់ប្រាណដើម្បីចង់ឲ្យបានរៀង fit ទៅបងព្រោះយើងស្រកគីឡូទៅយើងអត់បានហាត់ប្រាណពេលដែលយើងកំពុងតែសម្រកអញ្ចឹងរៀងយើងអត់សូវ fit ទេអញ្ចឹងបាទខ្ញុំថាព្យាយាមឲ្យបានដល់គោលដៅខ្ញុំអត់ចង់វិលទៅរកអតីតកាលរបស់ខ្ញុំតែគេមើងងាយលើរូបរាងកាយរបស់យើងយ៉ាពេលយើងធាត់គេក៏មើងងាយយើងក៏អន់សុគន្ធចិត្តនៅក្នុងរូបរាងកាយរបស់យើងដែរអញ្ចឹងយើងកុំវិលទៅរកអតីតកាលរបស់យើងវិញអ្នកទាំងអស់គ្នា